គ្មានរឿងចៃដន្យទេនៅក្នុងលោកនេះរាល់មនុស្សគ្រប់រូបដែលអ្នកបានជួបសុទ្ធតែត្រូវបានកត់ត្រាទុកនៅក្នុងព្រហ្មលិខិតរបស់អ្នករួចជាស្រេចគោលបំណងនៃមនុស្សម្នាក់ៗពួកគេចូលមកក្នុងជីវិតរបស់អ្នកដើម្បីបង្រៀនអ្នកដើម្បីព្យាបាលបេះដូងអ្នកដើម្បីស្រឡាញ់អ្នកហើយពេលខ្លះគឺដើម្បីធ្វើឲ្យអ្នកបាក់បែកក្នុងកម្រិតមួយដែលបង្ខំឲ្យអ្នកត្រូវតែក្រោកឈរនិងបង្កើតខ្លួនឯងសាជាថ្មីឲ្យរឹងមាំជាងមុននៅពេលដែលអ្នកចាប់ផ្ដើមមើលឃើញពិភពលោកក្នុងទម្រង់បែបនេះអ្វីៗគ្រប់យ៉ាងនឹងផ្លាស់ប្ដូរមនុស្សដែលធ្វើឲ្យអ្នកខូចចិត្តមិនមែនជាកំហុសនៃឆាកជីវិតឡើយមិត្តភាពដែលធ្លាប់ល្អតែត្រូវរំសាយទៅវិញមិនមែនជាការខាតបង់ពេលវេលានោះទេនិងសេចក្តីស្រឡាញ់ដែលមិនអាចដើរដល់ទីបញ្ចប់វាក៏មិនមែនជាភាពបរាជ័យដែរសូម្បីតែមនុស្សដែលធ្លាប់ធ្វើបាបឬធ្វើឲ្យអ្នកឈឺចាប់បំផុតក៏ពួកគេមកអមដោយគោលបំណងមួយដែលការពីពេលនោះអ្នកមិនទាន់អាចធ្លុះនិងមើលយល់បានមនុស្សគ្រប់រូបដែលធ្លាប់ដើរកាត់ជីវិតរបស់អ្នកគឺព្រោះតែពួកគេត្រូវតែមកហើយការពិតមួយនេះវាអាចជារឿងដែលផ្ដល់ភាពកក់ក្ដៅចិត្តបំផុតដែលអ្នកមិនធ្លាប់បានឮឬក៏ជាដុំថ្មដ៏ធ្ងន់មួយដែលធ្វើឲ្យអ្នកទាល់គំនិតឬក៏វាអាចជាអារម្មណ៍ទាំងពីរនេះក្នុងពេលតែមួយព្រោះការឈឺចាប់និងទឹកភ្នែកដែលអ្នកបានហូរមិនមែនជារឿងឥតប្រយោជន៍ឡើយវាសុទ្ធតែមានតម្លៃនិងហេតុផលរបស់វា